មានមូលហេតុសោះពេលនិយាយពីម៉ាក់វាលេដល់ពេលយកម្លងមួយថ្ងៃយើងមកប៉ុន្តែមានបញ្ហាកើតឡើងផងតែធម្មតាគ្រូសាតែស្ដីឲ្យមកវិញទីជួយមានណាតែមិនដែរធ្ងន់ធ្ងរធំដុំសោះហើយមុនថ្ងៃស្លាប់តែម៉ាក់វានិយាយនេះស្អីធម្មតាតាមទូរស័ព្ទដល់ពេលយប់ជ្រៅមកមួយយប់ស្អីដល់មានបញ្ហាបណ្ដោយគាត់មានបានសរសេរសារអីផ្ដាំផ្ញើអីទេអាថ្ងៃដែលវាធ្វើអត្តឃាតស្អីយប់ហ្នឹងហ្មងសរសេរយប់បាញ់តាមទូរស័ព្ទឲ្យម៉ាក់វាហ្មងបាញ់ថាមិនដល់លាសិនហើយអ្នកម្ដាយលាសិនចុះឡើងដល់ពេលយប់ជ្រៅបន្តិចគេទៅកូនយ៉ាងបណ្ដោយវាមិនដែលមានសរសេរអញអញ្ចឹងមិនដែលមានអត់ទេសសួរចេះម៉ែលុបដាច់អត់ម៉ែបាយភាសាបាយមានអញ្ចឹងទេតែថ្ងៃនោះវាឲ្យសារមកស្មោះលាសោចចិត្តភ្លឺទេប្រាប់ថាចប់ដល់និយាយលេងចេញមកគ្រប់នឹងជំរាបសួរទៅកាន់ប្រិយមិត្តរបស់គឹមស្រុនញូនៅថ្ងៃទី28ខែមិថុនាឆ្នាំ2025ខ្ញុំបាទគឹមស្រុនរួមទាំងក្រុមការងារកំពុងតែមានវត្តមានស្ថិតនៅក្នុងសង្កាត់ស្រះចក់ខណ្ឌដូនពេញរាជធានីភ្នំពេញនៅតាមបណ្ដោយនឹងមាត់ទន្លេតែម្ដងដែលមុននេះបន្តិចមានអករណីលោតទឹកសម្លាប់ខ្លួនបាទកាលពីយប់មិញម៉ោង11បងប្អូនទាំងគ្នាបាទដែលឥឡូវនេះបងប្អូនសាច់ញាតិគាត់បានមកដល់ទីតាំងកន្លែងកើតហេតុហើយគាត់បានឲ្យបងប្អូនអ៊ីស្លាមជួយស្វែងរកនៅសាកសពបរិសម្នាក់ដែលបានស្លាប់បាត់បង់ជីវិតដោយសារតែករណីគាត់លុតទឹកសម្លាប់ខ្លួនហើយឥឡូវឃើញថាសាច់ញាតិគាត់កំពុងតែមកដល់ទីតាំងកន្លែងកើតហេតុផងដែរជាមួយនឹងឪពុករបស់ជនរងគ្រោះហើយឥឡូវយើងឃើញថាគាត់ទិញក្តាមមឈូសក៏មកដល់ទីតាំងនេះផងដែរឥឡូវចង់ដឹងថាបរិសខាងលើមានវិបត្តិអ្វីបាទអញ្ចឹងបងប្អូនមកជួបជាមួយនឹងសាច់ញាតិរបស់គាត់ក៏ដូចជាឪពុករបស់គាត់ដូចតទៅបងត្រូវជាសាច់ញាតិគាត់មិនមែនមួយខ្ញុំមួយបងបាទបងដឹងថាគាត់មានមូលហេតុអ្វីវិបត្តិអ្វីបានគាត់លុតទឹកមកអត់ដឹងផងនឹងមកដឹងផងអត់ដឹងទេណាបាទដឹងម៉ែឪវាប្រាប់ថាកូនគាត់លុតទឹកស្លាប់ខ្លួនហ្នឹងឥឡូវសាច់ញាតិគាត់មកជុំគ្នាអស់ហើយក្តាមឈូសក៏បានដឹកមកដល់ទីតាំងកន្លែងកើតហេតុផងដែរតែអំផុសថាជាឪពុកជនរងគ្រោះអំផុសបាទអញ្ចឹងហ៎អំផុសដឹងហើយមូលហេតុអីបានគាត់ទៅលុតទឹកចឹងអត់ដឹងមានមូលហេតុសោះពេលនិយាយពីម៉ាក់វាលេដល់ពេលកម្លងមួយថ្ងៃយើងមកប៉ុន្តែមានបញ្ហាកើតឡើងផងអញ្ចឹងបាទពីមុនមកគាត់ធ្លាប់ពិបាកចិត្តមានវិបត្តិអីទេអត់ដែរមានអីសោះគាត់ធម្មតាគ្រូសាតែស្ដីឲ្យមកវិញទីជួយមានណាតែមិនដែរធ្ងន់ធ្ងរធំដុំសោះហើយមុនថ្ងៃស្លាប់តែម៉ាក់វានិយាយនេះស្អីធម្មតាតាមទូរស័ព្ទដល់ពេលយប់ជ្រៅមកមួយយប់ស្អីដល់មានបញ្ហាបណ្ដោយអញ្ចឹងស្មានបណ្ដោយអស់គាត់រងថ្ងៃនេះគាត់ស្នាក់នៅជាមួយអមប្រុសមកកំពេញអត់នៅទេព្រោះខ្ញុំនៅកំពង់ចាមវានៅពេញគាត់នៅពេញធ្វើការមែនធ្វើការគាត់មានប្រពន្ធហើយមានគ្រួសារនៅនៅឯណាបាទអូហើយក៏យើងអត់ច្បាស់ថាគាត់មានបាត់អីដែរច្បាស់អត់មានបាត់អីព្រោះចំពោះជាមួយម៉ែអីអាណាព្យាបាលខ្ញុំមិនតែមានបញ្ហាជាមួយគ្នាទេអញ្ចឹងណាគាត់នៅពេញនេះនៅមួយបណ្ណាគេជួលផ្ទះនៅហ្នឹងវាជួលនៅកន្លែងធ្វើការក្រុមហ៊ុនវាហ្នឹងនៅកន្លែងក្រុមហ៊ុនវាស្នាក់នៅកន្លែងក្រុមហ៊ុនហ្មងធ្វើការខាងអីដែរលួយបានបបប្រែចិនអញ្ចឹងណាអង់គ្លេសចិនប្រពន្ធរបស់អមប្រុសគាត់បានដឹងនៅដឹងអស់ហើយគាត់នៅណាដែរឥឡូវទៅណាបានមិនមនុស្សមកដល់វិញទីបាយបានបាទសោកស្ដាយមែនហើយជីវភាពមិនដែរអមប្រុសអូយហាប់បាក់បានថាស្រួលបានទេតែជីវិតរបស់វាមិនស្រួលទេបាទហើយយើងក៏អត់ដឹងច្បាស់ដែរកន្លងមកគាត់ធ្លាប់មានការចង់សម្លាប់ខ្លួនអញ្ចឹងអត់ដែលមានមកករណីដែលមានកាត់ឡើងសោះអញ្ចឹងណាទីមួយធ្ងន់ធ្ងរបណ្ដោយហើយគាត់មានបានសរសេរសារអីផ្ដាំផ្ញើអីទេអាថ្ងៃដែលវាធ្វើអត្តឃាតស្អីយប់ហ្នឹងហ្មងសរសេរយប់បាញ់តាមទូរស័ព្ទឲ្យម៉ាក់វាហ្មងបាញ់ថាមិនដល់លាសិនហើយអ្នកម្ដាយលាសិនចុះឡើងដល់ពេលយប់ជ្រៅបន្តិចគេទៅកូនយ៉ាងបណ្ដោយវាមិនដែលមានសរសេរអញអញ្ចឹងមិនដែលមានអត់ទេសសួរចេះម៉ែលុបដាច់អត់ម៉ែបាយភាសាបាយមានអញ្ចឹងទេតែថ្ងៃនោះវាឲ្យសារមកស្មោះលាសោចចិត្តភ្លឺទេប្រាប់ថាចប់ដល់និយាយលេងចេញមកហើយចឹងក៏យើងអត់ដែលដឹងថាគាត់មានវិបត្តិលើចិត្តអីអមសន្និដ្ឋានដឹងទេអត់ដែលមានហ្មងនិយាយរត់ដែរមានអត់ដែលមានហ្មងសុកទៅអញ្ចឹងបាទឥឡូវនេះមកទល់ពេលនេះក៏យើងអត់ដឹងមកពីគាត់មានស្នេហាមានអីខូចចិត្តរឿងស្នេហាទេអមអត់ដែលធ្លាប់និយាយទេវាមានមនុស្សប្រុសយើងតែវាអត់ដែលមានប្រវត្តិយើងអត់ដែលមានឮប្រវត្តិថាមិនល្អរឿងអាស្រ័យរឿងផ្លូវចិត្តសោះគាត់មានឈ្មោះទេអមជាអីកងបាទមានអាយុប៉ុន្មាន22ទេបាទអូរងថ្ងៃចឹងធ្វើការជប់រៀនយូរណាជប់រៀនយូរហើយបាទហើយចុះអមប្រុសមានឈ្មោះដែរលឹមហាងមានអាយុប៉ុន្មានទេអម42 ធ្វើដំណើរពីខេត្តមកទេចឹងបាទកំណើតដល់ណាដែរកំពង់ចាមឥឡូវយើងយកទៅធ្វើបន់ណាដែរអមចឹងវត្តអីមិនតែនិយាយមានផ្លេចទេវត្តអីវត្តទូស្កាយចឹងមិននឹងពេញនេះទេនឹងពេញហ្នឹងឥឡូវបានក្តារនេះពីណាឧបត្ថម្ភឬមួយក៏មិនដែរក្តារមិនទៅជាវគេតែលោកឧបត្ថម្ភលោកឧបត្ថម្ភបាទគាត់សាធុបានបនលោកបាទ
គឺគិតល្អមែនតើនាំបានឧបត្ថម្ភដល់ឲ្យអស់មកនេះមានលុយកាក់មានអីអត់ និយាយទៅមានតែមានពេលនឹងបុលគេអស់ហើយ បាទ មានតែមានពេលនឹងលុយមកពីណាសិនលុយបុលគេហើយ បាទចូលរួមសោកស្ដាយផងអ៊ំប្រុសចូលរួមរំលែកទុកផងអ៊ំណាបាទយើងនឹងស្មានមិនដល់តែសោះឲ្យកូនអ៊ំទាំងអស់ប៉ុន្មានអ្នកដែរ 3នាក់ 3នាក់គាត់កូនងំទិញប៉ុន្មានដែរ ទី1 កូនទី1បងគេ ទី2ទី2ទី3នៅខេត្តឥឡូវពងកីឡាមិនដល់ដល់ឃើញមុខបងវាទេ បាទអញ្ចឹងអ៊ំទទួលដំណឹងយប់មិញដែលគេខលប្រាប់ថាគាត់ បាទ លុតទឹកហើយ បាទ បន្សល់អីខ្លះទៅយប់មិញហ្នឹង បើសទៅស្បែកជើងមកគូ ហើយស្មានហ្នឹងមុននឹងបន្តិចហ្នឹងទៅរកឃើញ បាទ អូបាទសោកស្ដាយមែនតើអ៊ំប្រុសចូលរួមលេខទុកមកអ៊ំបាទបងប្អូនអរគ្នានេះឪពុករបស់ជនរងគ្រោះបានយំស្រែកសង្រេងដោយគាត់នឹកស្មានមិនដល់ថាកូនប្រុសរបស់គាត់បាទបែរជាគិតខ្លីអញ្ចឹងសោះបាទសោកស្ដាយមែនតើបាទបងប្អូនអរគ្នាហើយមុននេះគាត់បានទៅទិញជាមួយនឹងក្តារមឈូសបាទក៏បានលោកបាទលោកបងបាទមិនដឹងថាលោកបងគង់នៅណាទេខ្ញុំអត់ច្បាស់អធិស្ឋានអញ្ចឹងក៏គាត់បានឧបត្ថម្ភជាមួយនឹងក្តាមឈូជូនដល់អមប្រុសដោយសារតែអមប្រុសគាត់មានជីវភាពខ្វះខាតផងដែរហើយឥឡូវនេះសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចក៏ដូចជាអាជ្ញាធរមានជំនាញហ្នឹងបានធ្វើការពិនិត្យកសលវិច័យទៅលើសាកសពជនរងគ្រោះហើយបាទហើយសុបជាក់ផងដែរជនរងគ្រោះដែលមានអាយុទៅតែ22ឆ្នាំទេបងប្អូនទាំងគ្នាស្លាប់ដោយសារតែគាត់លោតទឹកសម្រាប់ខ្លួនកាលពីយប់មិញវេលាម៉ោង11បាទដែលនៅថ្ងៃទី27ខែមិថុនាឆ្នាំ2025ហើយមកទល់ស្មាននេះប្រហែលជាវេលាម៉ោង4សៀលជាងបាទ4ជាងនៅថ្ងៃទី28ខែមិថុនាឆ្នាំ2025នេះទើបបងប្អូនអ៊ីស្លាមក៏ដូចជាបាទអ្នកជំនាញជាមួយទឹកដើររកហ្នឹងរុករកជាមួយនឹងក្នុងទឹកហ្នឹងក៏រកឃើញជាមួយសាកសពបរិសុទ្ធខាងលើបាទគឺត្រូវបានស្លាប់បាត់បង់ជីវិតទៅហើយតាមឪពុករបស់គាត់ក៏មិនដឹងច្បាស់ថាបរិសុទ្ធខាងលើក៏ដូចជាប្អូនប្រុសខាងលើហ្នឹងដែលជាជនរងគ្រោះបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងហ្នឹងមិនដឹងថាដោយសារតែគាត់មានវិបត្តិផ្លូវចិត្តដោយសារអ្វីទេបងគាត់លោតទឹកនៅកន្លែងចំណុចស្ពានជ្រោយចង្វាបងប្អូននេះបាទហើយក៏គាត់បងប្អូនអ៊ីស្លាមគាត់បានស្វែងរកមកក៏យកសាកសពមកដល់តម្កល់នៅទីតាំងកន្លែងនេះបាទកន្លែងកើតហេតុនេះផងដែរបងប្អូនអរគ្នាឥឡូវយើងឃើញថាទស្សនវិជ្ជាបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងមែនទែនពីសំណាក់បងប្អូនប្រជាពលរដ្ឋគាត់ចំរំនៅមើលហេតុការណ៍ដែលគួរឲ្យភ្ញាក់ផ្អើលមួយដែលបរិសុទ្ធម្នាក់បាទគិតខ្លីលោតទឹកសម្រាប់ខ្លួនកាលពីយប់មិញនេះបងប្អូនអរគ្នាពិតជាមានការសោកស្ដាយមែនទែនអញ្ចឹងយ៉ាងណាក៏ដោយសង្ឃឹមថាបងប្អូនទាំងគ្នាបានទស្សនានៅវីដេអូនេះហើយជួយ share ចែកម្លែកហើយសូមផ្ដាំផ្ញើថាកុំឲ្យមានការគិតខ្លីដោយបរិសុទ្ធខាងលើនេះឲ្យសោះបាទអញ្ចឹងបើមានរឿងហេតុឬមួយក៏មានវិបត្តិលើចិត្តក្នុងចំណុចណាមួយក៏ដោយសូមមេត្តាគិតឲ្យវែងឆ្ងាយជាពិសេសគិតដល់ឪពុកម្ដាយយើងដែលខំចិញ្ចឹមបីបាច់ថែរក្សាយើងមកទម្រាំពីតូចរហូតដល់ធំដឹងក្តីមានការងារធ្វើល្អបាទមិនទាន់បានសងគុណគាត់ផងហើយយើងបែរជាខូចចិត្តឬមួយក៏មានវិបត្តិផ្លូវចិត្តតិចតួចបែរជាទៅលូតទឹកសម្រាប់ខ្លួនអញ្ចឹងបាទវាមិនល្អទេព្រោះដោយសារឪពុកម្ដាយយើងអ្នកនៅរស់នេះបាទសាច់ញាតិយើងអ្នករស់នេះដែលមានការសោកសង្រេងនិងសោកស្ដាយស្រណោះបាទមិនគួរណាដែលកូនរបស់គាត់ក៏ដូចជាបងប្អូនរបស់គាត់គិតខ្លីដោយបរិសុទ្ធខាងលើនឹងទេបាទយើងពិតជាមានការសោកស្ដាយមែនទែនបងប្អូនអរគ្នាហើយឥឡូវនេះទស្សនវិជ្ជានៅចំណុចទីតាំងកន្លែងការហាក់កំពុងតែបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងមែនទែនហើយសមត្ថកិច្ចកសលវិច័យកំពុងតែធ្វើការពិនិត្យទៅលើសាកសពនេះផងដែរបងប្អូនអរគ្នាហើយចំណុចទីតាំងកន្លែងការហាក់បងប្អូនឃើញហើយសុបបញ្ជាក់ផងដែរថាទីតាំងកន្លែងការហាក់នេះនៅសង្កាត់ស្រះចកបាទខណ្ឌដូនពេញរាជធានីភ្នំពេញ